Chị điệp xua cha bong ổn chaថ្ងៃនេះផ្កាស្នេហ៍មកបង្ហាញជូនបងប្អូនពីរបៀបយើងផ្គុំផ្កាស្នេហ៍ហើយនឹងរបៀបធ្វើរំយោលចាម៉ូដនេះមានភាពស្រស់ស្អាតមែនតែនមិនថាខ្ញុំឬក៏បងប្អូនទេម៉ូដនេះគឺស្រឡាញ់ខ្លាំងគ្រាន់តែថាយើងចំណាយពេលរៀងយូរបន្តិចក្នុងការយើងផ្គុំផ្កាចាឥឡូវយើងមកមើលរបៀបផ្គុំទាំងអស់គ្នាចាផ្គុំយើងប្រើផ្កាពីរគ្រាប់រៀងធំរៀងស្មើគ្នាចាហើយយើងកាត់ហើយយើងដាក់ផ្គុំចូលគ្នាចាប៉ុណ្ណេះបានន័យតែគ្រាន់ថាយើងធ្វើរំយោលហ្នឹងយើងត្រូវប្រើផ្កាដែលផ្គុំចូលគ្នារៀងច្រើនអញ្ចឹងយើងត្រូវធ្វើច្រើនគ្រាប់ចានេះនាងខ្ញុំដាក់រូបរៀងច្បាស់ជូនទៅដល់បងប្អូនដែលក៏អត់ទាន់ចេះផ្គុំអញ្ចឹងងាយស្រួលក្នុងការមើលហើយអាចចេះតែហ្មងចាមិនអាចចេះទេគឺចេះហ្មងចាគុំដូចនាងខ្ញុំបង្ហាញជូនអញ្ចឹងចាអត់មានអីជាការលំបាកទេគ្រាន់តែថាចំណាយពេលយូរបន្តិចដោយសារយើងធ្វើច្រើនគ្រាប់ចាប៉ុណ្ណេះរួចជាការស្រេចចាម៉ូដនេះស្អាតមែនតើអ្នកនរគ្នានិយាយថាសូមឲ្យនាងខ្ញុំផ្ទាល់ក៏ស្រឡាញ់ខ្លាំងចាស្រឡាញ់ខ្លាំងមែនតើតោះឥឡូវយើងមកមើលពីរបៀបធ្វើទាំងអស់គ្នាចាឥឡូវនាងខ្ញុំផ្គុំបានមកកញ្ឆែងហើយចាហើយម៉ូដនេះខ្ញុំប្រើជាមួយផ្កាពុតតែបើសិនជាបងប្អូនអត់មានផ្កាពុតទេយើងអាចប្រើអង្កាំជំនួសបានចាអង្កាំក៏បានដែរនេះស្អាតម្យ៉ាងម្នាក់តែនេះផ្កាពុតខ្ញុំមានដុះនៅមុខផ្ទះអញ្ចឹងខ្ញុំបេះយកមកក្រងចាឥឡូវនេះយើងចាប់ផ្ដើមដោតអំបោះដោតបញ្ចូលមួយខ្សែអំបោះណាចាយើងដោតហើយយើងគួចធម្មតាបាច់អង្កាំឲ្យដោយសារផ្កាពុតរៀងទន់នេះអញ្ចឹងយើងទាញខ្សែអំបោះបន្តិចរៀងលឹបហើយកតុយលុះហើយអញ្ចឹងខ្ញុំអត់ប្រើអង្កាំឲ្យប្រើផ្កាពុតមកគ្រាប់ចាយើងទាញមកទាញឲ្យរៀងលឹបបន្តិចចាតែបើរៀងសល់កតុយខ្សែអំបោះអីយើងកាត់ឲ្យអស់ណាព្រោះកុំឲ្យឃើញលេខខ្សែអំបោះអត់ស្អាតទេចាម៉ូដនេះយើងប្រើផ្កាដែលយើងផ្គុំចូលគ្នាមកគ្រាប់ផ្កាពុតមកគ្រាប់យើងឆ្លាស់គ្នាចាឆ្លាស់គ្នាបានឃើញរំយោលយើងស្អាតចាបងប្អូនមើលតាមវីដេអូនេះប្រកាសជាចេះចាងាយធ្វើតែស្អាតគ្រាន់តែចំណាយពេលយ៉ាងយូរបន្តិចចាតែលទ្ធផលដែលយើងទទួលបានមកវិញគឺភាពស្រស់ស្អាតមែនតែនចានេះដល់ដូចនាងខ្ញុំចឹងនិយាយទៅម៉ូដនេះអត់មានអីពិបាកអីគ្រាន់តែយើងភុំផ្កាតែច្រើនណាវារៀងយូរបន្តិចហើយតែបើជាក់ស្ដែងមកក្រងហ្មងអត់មានអីពិបាកអីចាយើងគ្រាន់ដោតផ្កាផ្គុំមួយផ្កាពុតមួយចាយើងដោតអញ្ចឹងមកចាពេលដែលយើងដោតគ្រប់ហើយយើងបដោះយើងបន្ថែមផ្កាពុត3គ្រាប់ទៀតចាតែបើសិនជាអ្នកនរគ្នាយល់ថារៀងខ្លីពេកអាចបន្ថែម5-6គ្រាប់ទៀតក៏អានឹងតាមចំណូលចិត្តណាចាតាមចំណូលចិត្តអ្នកនរគ្នាបងខ្ញុំវិញខ្ញុំគិតតែប៉ុណ្្នឹងខ្ញុំស្រឡាញ់រំយោលប្រវែងហ្នឹងចានេះខ្ញុំក្រងហើយសម្រាប់ម៉ូដនេះដែររំយោលភួងធំខ្ញុំប្រើរំយោល16សរសៃ16ខ្សែយើងដោតដូចខ្ញុំដូចក្នុងរូបហ្នឹងចា16ខ្សែហើយចាំយើងចងផ្គុំបញ្ចូលគ្នាចាយើងចាប់មកចាចាប់ផ្គុំចូលគ្នាចាដូចក្នុងរូបបង្ហាញជូនចឹងអ្នកគ្នាឲ្យប្រមូលមកយើងដាក់ម៉ូដនេះនាងខ្ញុំចង់ធ្វើបែបរៀងវែងកដាលបន្តិចរៀងវែងកដាលតែអញ្ចឹងទៅខ្ញុំអត់ចាប់ឲ្យស្មើឲ្យចាប់ឲ្យរៀងខោចគៀនហើយកដាលរៀងវែងបន្តិចដែរចាហើយនៅពេលយើងចាប់បានហើយយើងគួចខ្សែចាអត់ចងពីទេអញ្ចឹងយើងគួចខ្សែចាយើងមើលសេរីសរងស្មើស្អាតហើយចាំយើងមូខ្សែអំបោះហើយយើងគួចយកតែហ្មងចាអ្នកគ្នានិយាយទៅម៉ូដនេះស្រឡាញ់ខ្លាំងហ្មងចាប៉ុណ្ណេះរួចរាល់បាត់ហើយចាស្អាតមែនតែនសម្រាប់ម៉ូដនេះចាហើយយើងបាញ់ទឹកបន្ថែមតិចទៀតផ្កាស្រស់គឺដាច់ខាតត្រូវតែពេលយើងក្រងហើយយើងបាញ់ទឹកដើម្បីផ្ដល់ជាតិសំណើមដោយសារពេលដែលយើងក្រងគឺយើងដាក់ចាហាលដាក់អីទៅរៀងហួតណាចាអរគុណច្រើន